បាទបងប្អូនអើយក្មួយប្រុសខ្ញុំដែលអញ្ជើញមកពីខេត្តព្រៃវែងហ្នឹងហើយដែលគាត់ទុនដៃជើងកាលចូលមកខ្ញុំកាលពី4ដងមុនទេណាកាលលើកមុនទេណាលើកទី1មិនគេគ្រា2នាក់មកដើរបន្តិចហ្នឹងហើយវីដេអូហ្នឹងប្រហែលជាខ្ញុំដាក់ចូលទៅក្នុងបន្តិចឲ្យមើលបងប្អូនហើយឥឡូវនេះបងប្អូនជួយមើល4ដងគត់គាត់ធម្មតាឡើងវិញអស់ឥឡូវចាំមើលបងប្អូនណាតើអូនអញ្ជើញដើរអូនអញ្ជើញដើរនេះមើលធម្មតាហ្មងអត់មានអីទេធម្មតាដូចយើងធម្មតាមនុស្សយើងធម្មតាដើរហ្មងនេះហើយគឺជំងឺទុនដៃជើងបងប្អូនណាទុនជើងខ្លាំងជាងគេឥឡូវមើលបងប្អូនខ្ញុំក៏ដើរបាទកាលឈឺនឹងប្រហែលឆ្នាំទៅអូនកាលនោះប្រហែល7 ឆ្នាំជិត1ឆ្នាំណាបាទហើយប៉ុន្តែបងប្អូនណាកពួនជើងអីស្វិតឥឡូវមើលកពួនជើងឡើងដុំហ្មងសុបាយចិត្តទេអូនសុបាយចិត្តទេបងប្អូនណាកន្លោះខ្ញុំអញ្ជើញមកពីខេត្តព្រៃវែងហ្នឹងខ្ញុំមានបានបង្ហោះគាត់នឹងដែរនៅក្នុងអីFacebook ហ្នឹងបាទបងប្អូនអញ្ជើញចូលមើលបន្តិចទៅឃើញហើយបាទបងប្អូនសូមជំរាបម្ដងទៀតបើសិនណាបើមានបញ្ហាដោយបងប្រុសខ្ញុំដែលមានគេថាជំងឺទុនជើងទុនដៃនេះណាអាហ្នឹងអញ្ជើញមកចោះហើយអាហ្នឹងតែទុនដៃជើងគឺធ្វើឲ្យស្វិតហើយកពួនជើងឲ្យស្វិតទៅហើយដើរផ្លែផ្លាក់តែចំណែកគាត់ទៅគេគ្រា2នាក់មិនដើរបានបើអត់គ្រាយ៉ាងម៉េចអូនបើអត់គ្រាដើររួចអូខេអញ្ចឹងគាត់មានប្រសាហើយបងប្រុសខ្ញុំដែលអញ្ជើញមកពីខេត្តព្រៃវែងហ្នឹងគាត់ថាបើយើងមិនតោងទេគឺវាដើរអត់រួចហើយដើរហ្នឹងដើរតិចទៅចាំមើលវីដេអូហ្នឹងបាទអញ្ចឹងបើសិនណាមានជំងឺអស់នេះសូមបងប្អូនកុំបារម្ភណាហើយដែលខ្ញុំនិយាយនេះគឺជំងឺនឹងឯងដែលផលលំបាកធំជាងគេជំងឺលើឈាមស្លាប់មកជំហៀងខ្លួនជំងឺងាប់មកកណាត់ធំជំងឺទុនដៃជើងដែលខ្ញុំចំណាំនិយាយហ្នឹងគឺជំងឺនឹងឯងឥឡូវចូលមកដល់ឥឡូវគាត់ជាពិតប្រកបមែនអត់មានមកទៀតទេណាអូនណាចប់ហើយបាទនិយាយមុនទៅហើយជួយអូនជូនពរជារហូតដល់ណាក្មួយណាកុំឲ្យមានជំងឺនឹងមកទៀតហើយកាលមុនអូនឯងពិបាករបៀបមិនខ្លះមើលអូនដាក់ដៃចុះអូនពិបាកមិនខ្លះមើលឧទាហរណ៍តែធ្វើអីក៏មិនកើតឬក៏យ៉ាងម៉េចហើយធ្លាប់រស់ស៊ីដែរដល់តែពេលយើងនៅស្ងៀមមិនមែនទេហើយនៅស្ងៀមនៅផ្ទះប្រហែលប្រហែលខែ4ខែតែអាឈឺតិចយូរហើយតែដល់មកខ្លាំងអាឆ្នាំទៅហ្នឹងហ្មងឆ្នាំហ្នឹងហ្មងដើមឆ្នាំហ្នឹងបងប្អូនណាគាត់មួយឆ្នាំពេញតែដល់ឈឺខ្លាំងដើរលេងរត់គឺ4ខែចុងក្រោយនេះឥឡូវដើរវិញធម្មតានេះគឺជំងឺទុនដៃជើងរបស់គាត់ហ្នឹងហើយបងប្អូនចាំអញ្ជើញនេះដែលខ្ញុំថតកាលមុនដែលខ្ញុំជំរាបថាគាត់វះអីណែកញ្ចឹងកនោះកុំបានពេទ្យគេជួយងុយរត់តែយ៉ាប់ជានឹងទៀតហើយនេះមួយទៀតនេះបងប្អូននេះដែលខ្ញុំនិយាយនេះយ៉ាសំទោសល្ងិតនេះវះហ្នឹងនេះវះបងប្អូនឃើញទេនេះហ្នឹងវះហ្នឹងបាទបងប្អូនខ្ញុំសប្បាយចិត្តធំបងប្អូនអើយសប្បាយចិត្តណាស់ចឹងបងប្អូនអញ្ជើញមើលប៉ុន្តែខ្ញុំសូមជំរាបបងប្អូនណាសរីរាង្គកាយរបស់មនុស្សយើងអត់ដូចគ្នាទេអ្នកខ្លះ4ដងដោយគាត់ជាអញ្ចឹងហ្មងអត់មានទុនទៀតទេអ្នកខ្លះ6 7ដងចុះមកខ្ញុំជំរាបថាតែធ្ងន់ខ្លាំងជាងគេហ្នឹងមានប្រមាណចំណុច5ជំងឺហ្នឹងគឺមានផលលំបាកហ្នឹងបូករួមទាំងជំងឺហ្នឹងមួយដែរគឺជំងឺទុនដៃជើងនេះចាំបានសូមអធិស្ឋានណាបងប្អូនណាគឺខ្ញុំធ្វើការសម្រួលសរសៃជាក់ស្ដែងបានប្រមាណយកប៉ុណ្ណឹងគាត់មក4ដងជាភឹបចប់អត់មានវិលវិញបាទអញ្ចឹងសូមអរគុណដល់បងប្អូនទាំងអស់ដែលតែងតែតាមដាននៅរាល់វីដេអូដែលខ្ញុំបានជួយសម្រួលសរសៃជូនដល់បងប្អូនប្រជាពលរដ្ឋយើងក្នុងនិងក្រៅប្រទេសនឹងបាទសូមអរគុណបងប្អូនណាបើសិនណាបងប្អូនមានចម្ងល់ចង់ដឹងឯណាបាទចង់ដឹងឲ្យបានច្បាស់លាស់ថែមគឺបងប្អូនខ្ញុំហ្នឹងអញ្ជើញខលទៅបងប្អូនប្រុសខ្ញុំបន្តិចទៅសួរនាំទៅក៏អត់ចិត្តអាក្រក់នឹងរៀបរាប់ប្រាប់ពីជំងឺរបស់គាត់ជូនដល់បងប្អូនទេចឹងបងប្អូនអញ្ជើញចាំស្រាប់ទូរស័ព្ទគាត់គឺ097 9 គត់បងប្អូនណាអញ្ជើញតំណែងទៅបងប្អូនអញ្ជើញតំណែងទៅបងប្អូនបើសិនណាមានដូចគាត់ចាំអញ្ជើញតំណែងសួរនាំចោះណាបងប្អូនណាគឺគាត់នៅខេត្តព្រៃវែងហើយបានជាត្រឹមខ្ញុំ4ដងនឹងឯងចប់សពគ្រប់
គាត់លឿនណាស់មិនគួរទេចាំបានតែខ្ញុំចង់ជម្រាបបងប្អូនទាំងអស់ថាសរីរាង្គកាយរបស់មនុស្សយើងគឺលូតលាស់អត់ដូចគ្នាទេគួយអូនគួយបាទអស់ចឹងបាទលោកគ្រូតូចបង្ហើយឲ្យគាត់ហើយខ្ញុំសប្បាយចិត្តធំមកបងប្អូនណាដែលបានជោគជ័យនៅរឿងដែលត្រូវពិការភាពហើយបែរជាមកដើរវិញធម្មតាដូចនេះបាទលោកគ្រូតូចជួយសម្បើមតំណមបានប៉ុណ្ណេះមិនលេងទេកន្លងមកធ្វើទៅអូនធ្វើតាមលោកគ្រូតូចប្រាប់ណាបាទជំរាបលាណាអូនណាជូនពរប្អូនខ្ញុំឲ្យជារហូតណាអូនបាទហើយសូមកុំឲ្យវិលត្រឡប់មកវិញហើយជូនពរប្អូនចាប់ពីថ្ងៃនេះទៅទទួលទានមានបានឡើងវិញអូនណាឥឡូវឈឺមួយឆ្នាំមានធ្វើឲ្យកើនគេរហូតទុនលលេឡាឥឡូវអត់មានទេគឺជាពិតប្រាកដមែនបាទអញ្ចឹងសូមជំរាបលាណាអូនណាជំរាបលាបាទលោកគ្រូដៃស័ក្តិសិទ្ធិសូមជូនពរអ្នកជំងឺទាំងអស់ដែលបានអញ្ជើញមកឲ្យលោកគ្រូដៃស័ក្តិសិទ្ធិជួយសម្រួលសរសៃជូននេះក៏សូមឲ្យបានជាសះស្បើយគ្រប់គ្នាជម្រាបលា